អ្នកបានរកឃើញយើងមកចាប់ដើមហ្នឹងបើរកឃើញចូលធ្វើវាឡើងកុំចាំយូរកុំចាំមានគ្នាកុំចាំមានទុនធានអញ្ចឹងយើងចាប់ដើមធ្វើវាឥឡូវធ្វើវាបន្តិចម្ដងពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងចាប់ពីមួយឆ្នាំទៅពីរឆ្នាំទៅយើងនឹងចេញជាលទ្ធផលហើយពួកមនុស្សភាគច្រើនគឺគាត់នឹងខ្លាចក្នុងការចំណុចចាប់ដើមការចាប់ដើមនេះគឺលំបាកខ្លាំងណាស់លំបាកតាក់ទងនឹងហិរញ្ញវត្ថុតាក់ទងនឹងធីមតាក់ទងនឹងឧបករណ៍ប្រើប្រាស់តាក់ទងនឹងចំណេះដឹងតាក់ទងនឹងពេលវេលាភាព stress អញ្ចឹងបានមនុស្សភាគច្រើនគាត់ខ្លាចក្នុងការធ្វើចំណុចចាប់ផ្ដើមគាត់ខ្លាចមួយទៀតគឺខ្លាចក្នុងការធ្វើឲ្យអត់ជ័យគាត់ខ្លាចធ្វើហើយគាត់នឹងបាត់បង់លុយគាត់ខ្លាចគាត់ធ្វើហើយខ្លាចខ្មាស់គេអញ្ចឹងបានមនុស្សភាគច្រើនគាត់ខ្លាចក្នុងការចំណុចចាប់ផ្ដើមអញ្ចឹងចំណុចចាប់ផ្ដើមនេះគឺពិបាកខ្លាំងអញ្ចឹងមកខ្ញុំលើកទឹកចិត្តអ្នកប្រកបធ្វើបន្តិចម្ដងនោះយើងនឹងមានជំនាញបើយើងចាំតែយើងមានលុយមានធីមណាមានគេលើកទឹកចិត្តគឺมันមានទេខ្ញុំគិតថាគឺมันមានហ្មងមានតែយើងចុះណា move out ធ្វើដោយខ្លួនឯងបើយើងចង់ធ្វើជាអ្នក creator យើងមិនចាំតែថាយើងមានកុំព្យូទ័រល្អមានបន្ទប់ដែលល្អឬក៏មិនចាំគិតថាខ្លាចមាន viewer មើលឬក៏ខ្លាចអត់មើលទេសំខាន់យើងអាប់ដេតវីដេអូរបស់យើងបន្តិចម្ដងនឹងជំនាញយើងបន្តិចម្ដងនោះអ្នកមើលនឹងមើលទៅនឹងមានប្រយោជន៍គាត់នឹងមើលគាត់នឹងតាមដានយើងអញ្ចឹងយើងចាប់តាមធ្វើភ្លាមកុំគិតថាចាំមានរបស់ល្អប្រើអញ្ចឹងយើងចំណាយពេលតែ1ឆ្នាំទៅ2ឆ្នាំ3ឆ្នាំយើងនឹងខ្លាយជាជំនាញនឹងមួយយ៉ាងពូកែអញ្ចឹងយើងនឹងបានផ្ដល់អត្ថប្រយោជន៍ដល់អ្នកមើលនោះអ្វីនឹងតបស្នងដល់យើង